ប្រវែងរបស់បាទប្រវែងរបស់មានន័យថាយើងរក AC បាទរក AC បើយើងរក AC ទី1គឺយើងត្រូវនិយាយរកសិនណាអូនបាទយើងនិយាយរកសិនយើងមើលឃើញថាទម្ងន់ពេនេះទៅដល់ទៅក្រោមគឺពេបែបនេះណាអញ្ចឹងតំណែងខ្សែនៅសងខាងរកចល័តហ្នឹងគឺតំណែងខ្សែកន្លែងនេះហើយតំណែងខ្សែកន្លែងនេះស្មើគ្នាអញ្ចឹងមានន័យថាទម្ងន់ហ្នឹងចែកតំណែងខ្សែហ្នឹងត្រទម្ងន់ហ្នឹងជា2ណាអញ្ចឹងមានន័យថានៃតំណែងបាទហើយចំណែកឯរកនេះរកនឹងមួយនេះខ្សែសងខាងរកនេះបាទខ្សែសងខាងរកហ្នឹងនេះឡើងហ្នឹងហើយឡើងហ្នឹងគឺស្មើគ្នាតំណែងខ្សែដូចគ្នាណាព្រោះវារងនៅតំណែងខ្សែបែបនេះគឺតេដូចគ្នាអញ្ចឹងតេកន្លែងហ្នឹងគឺនេះកម្លាំងដែលតោងរបស់ហ្នឹងគឺកន្លែងហ្នឹងគឺស្មើមួយនេះស្មើមួយតំណែងខ្សែនេះអញ្ចឹងមានន័យថាកន្លែងហ្នឹងគឺ2លើ2បាទកន្លែងហ្នឹង2លើ2នោះណាបាទអញ្ចឹងយើងដឹងហើយថាយើងសិក្សាទៅលើដងថ្លឹងណាបាទចំពោះដងថ្លឹងយើងដងថ្លឹងAC យើងបាទលោកគ្រូកែពណ៌បន្តិចដងថ្លឹង AC យើងដឹងថាផលបូកមុំម៉ងវាគឺស្មើ0ហ្នឹងអញ្ចឹងគឺសិក្មា m គឺស្មើ0ហើយមុំម៉ងយើងមានប្រមាណប្រភេទមាន2មុំម៉ងវិលច្រាស់ជាមុំម៉ងវិជ្ជមានហើយមុំម៉ងវិលស្របជាមុំម៉ងអវិជ្ជមានឥឡូវយើងមើលចុងរបស់ហ្នឹងកន្លែង A ហ្នឹងគឺតោងនឹងលើបែបនេះគឺវាស្របជាមួយតនិចនៃលកាយអញ្ចឹងកម្លាំងដែលតោងអាហ្នឹងគឺតំណែងខ្សែកន្លែងហ្នឹងគឺតេហើយតេយើងរកឃើញគឺ2លើ2កន្លែងហ្នឹងអញ្ចឹងហើយប្រវែងដៃខ្នោះយើងគឺ AC អញ្ចឹងហ៎បាទពួកអង្គល AC អញ្ចឹងប្រវែងពី A ទៅ C ទៅគឺយើងប្រវែងដៃខ្នោះហើយអញ្ចឹងគឺយើងត្រូវយកកន្លែងហ្នឹងនឹងកម្លាំងដែលតោងហ្នឹងគឺ2លើ2អញ្ចឹងកន្លែងហ្នឹងគឺទិសដៅវាស្របតនិចនៃលកាយយើងយកដកកន្លែងហ្នឹងគឺ2លើ2គុណជាមួយនឹងប្រវែងដៃខ្នោះគឺ AC ហើយយើងទៅបូកជាមួយនឹងអីមុំម៉ងមួយទៀតមុំម៉ងវិលច្រាស់វិញអញ្ចឹងនេះកន្លែងនេះវិលមកបែបនេះអញ្ចឹងកម្លាំងហ្នឹងគឺកម្លាំង F ហើយប្រវែងដៃខ្នោះយើងគឺ BC ឡើងហ្នឹងណាបាទ BC កន្លែងហ្នឹងគឺ BC អញ្ចឹងមានន័យថាយើងត្រូវយកកម្លាំង F គុណជាមួយនឹងប្រវែងដៃខ្នោះយើង BC បាទយើងតែអ្វីដែលយើងចង់បានគឺចង់បាន AC ហើយចុះ BC យើងស្គាល់ដែរអត់នេះ BC ឥឡូវដើម្បីយើងរកសម័យកាលនេះឃើញយើងបោះវាឲ្យបដូរសញ្ញាមកបាទឲ្យដើម្បីសញ្ញាដូចគ្នាដើម្បីសម្រួលសញ្ញាចោលអញ្ចឹងអានេះគឺយើងដក P នៅលើបាទនាំឲ្យ P លើ2គុណជាមួយនឹង AC ស្មើជាមួយនឹងដកអីដក F BC បាទយើងបោះអង្គទី2មកយើងឃើញសញ្ញាដូចគ្នាយើងអាចសម្រួលសញ្ញានឹងចោលបានហើយបាទនេះសញ្ញាដកហ្នឹងយើងសម្រួលសញ្ញាដកហ្នឹងមកអញ្ចឹងយើងនៅសល់អីនៅសល់ P លើ2គុណជាមួយនឹង AC ស្មើឲ្យ F BC យើងមកទៀតហើយយើងបានBC បាទយើងហៅប្រវែងលេខហ្នឹងមកដោយអីដោយ BC បាទជុំ BC យើងស្មើអី BC យើងស្មើប្រវែងវែងគឺ AC ដកអីដក AB ចាំមានន័យថាយើងបាត់ BC បាទបាត់ BC ឥឡូវយើងជួសចូលនៅក្នុងនេះដៃមួយរបស់យើងនេះយើងយកទៅចំនួនក្នុងមួយអញ្ចឹងយើងបានអីនាំឲ្យអីអូននាំឲ្យ P លើ2បាទ P លើ2គុណជាមួយនឹង AC ស្មើ F គុណជាមួយនឹង BC យើងគឺ AC ដក AB បាទហើយយើងគុណពលិតអានេះមកនេះបាទគុណពលិតអាហ្នឹងមកអញ្ចឹងយើងគុណអាហ្នឹងមកយើងបានអីបងពេលយើងគុណយើងបានអានេះ P នៅលើ2 AC ដដែលសិនមកអង្គ1នេះទី1ហ្នឹងអញ្ចឹងបាន F អី F គុណជាមួយនឹង AC បាទហើយដកជាមួយនឹង F គុណជាមួយនឹង AB បាទយើងបានប៉ុណ្ណឹងហើយយើងបោះនេះអា P លើ2នេះមករក AC ព្រោះវាមាន AC ដូចគ្នាយើងបោះអានេះទៅអង្គទី1វិញទៅយើងបោះអានេះទៅដើម្បីឲ្យវាវិជ្ជមានយើងបោះមកបានបូកវិញណានេះយើងបោះទៅបាន F AB ព្រោះវាដកអញ្ចឹងយើងបោះមកបូកវិញបោះមកអង្គទី1អានេះយើងបានអីយើងបាន F គុណជាមួយនឹង AC ហើយយើងបោះ AP នេះវាបូកអញ្ចឹងយើងបោះមកវាដកអីគេដក P លើ2 AC បាទយើងបោះមកអា AC ដូចគ្នាមកហើយយើងឃើញ AC នឹងដូចគ្នាយើងចាប់ AC ជាកតាបាទអញ្ចឹងនេះមិនសល់អីសល់ F ដក P លើ2នេះ F AB ចឹងហ៎អ្វីដែលយើងចង់បានគឺយើងរក AC យើងទាញរក AC ព្រោះប្រធានហ្នឹងគឺយើងចង់រក AC គឺយើងយក F AB បាទអង្គនេះយើងបោះនេះទៅគឺចែកតែឥឡូវដោយអីនេះដោយAB យើងស្គាល់ 0.6
បាទហើយ F យើងស្គាល់ហ៎ P យើងប្រហែល P យើងគឺមកពីអីឥឡូវជំនួស P ដោយ MC មួយទៀត F យើងសេដដែលមកគឺ AB គុណដដែលមកលើឲ្យអីលើ F ដកអីដកឲ្យ MC លើអីលើ2បាទដកនេះមកយ៉ាងម៉េចទៀតអញ្ចឹងយើងជួសលេខចូលមកជួសចូល F យើងគឺ 73.5 គុណជាមួយនឹង AB 0.6 លើឲ្យ F យើងគឺ 73.5 ដក M យើង10គុណជាមួយនឹង C 10លើឲ្យ2បាទអញ្ចឹងវាស្មើអីទៀតសេខាងនេះមកបាទ73បាទអញ្ចឹងយើងឆ្លើយមកដូចនេះប្រវែង AC ស្មើនឹង 1.87 ម៉ែត្រចុះប្រវែង AB ស្មើនឹង 0.6 ម៉ែត្រតាមកម្រាស់